សូមបងប្អូនថ្ងៃនេះសំណាងនាំបងប្អូនមកមើលវីដេអូនៃប្រទេសថៃតើប្រទេសថៃកើតចេញដើមកំណើតមកពីណាអញ្ចឹងទស្សនាវីដេអូនេះកុំភ្លេចជួយ like ជួយ share ឯស្ដេចក្រុងសុខោទ័យបាទនៅវីដេអូមុនយើងបានដឹងរួចមកហើយថាពុកគុណស្រីឥន្ទ្រាទិត្យឬសៀមហៅពុកគុណស្រីឥន្ទ្រាទិត្យាដែលដើមឡើយមានឈ្មោះថាបាងខ្លាំងហៅនោះបានគប់គិតជាមួយហ្វាមឿងដែលជាបុត្រប្រសាររបស់ព្រះបាទជយវរ្ម័នទី7កំចាយចៅវាយខេត្តខ្មែរនៅសុខោទ័យហើយក៏បានប្លន់ទឹកដីខ្មែរបង្កើតបានជារដ្ឋសុខោទ័យនៅអំឡុងឆ្នាំ1238ក្រោយពីស្ដេចស្រីឥន្ទ្រាទិត្យសោយទីវង្គតទៅរាជបុត្រទី2ឈ្មោះបានមឿងនិងរាជបុត្រទី3ឈ្មោះរាមាកំហែងក៏បានឡើងសោយរាជបន្តបន្ទាប់គ្នាព្រះចៅរាមាកំហែងបានសោយរាជនៅសុខោទ័យចាប់ពីឆ្នាំ1280ដល់1296ស្ដេចអង្គនេះហើយដែលបានពង្រីកទឹកដីនិងឥទ្ធិពលអំណាចរបស់សុខោទ័យទៅលើទឹកដីខ្មែរបន្ថែមទៀតនិងទៅដល់ទឹកដីមនក៏ដូចជាផ្នែកខ្លះនៃទឹកដីម៉ាឡាយូផងដែរផែនដីរបស់ព្រះចៅរាមាកំហែងគឺដូចខ្ញុំបង្ហាញនៅលើផែនទីនេះអញ្ចឹងដែរបាទពោលគឺគ្របដណ្ដប់លើរដ្ឋឡាណាព្រែណានពិស្ណុលោកវៀងច័ន្ទលួងព្រះបាងសុធម្មវតីហង្សាវតីនគរសុវណ្ណជ័យនាថលុបបុរីសុព័ន្ធបុរីឬសុវណ្ណបុរីរាជបុរីពេជ្ជបុរីនគរស្រីធម្មរាជក៏អាចហួសទៅដល់រដ្ឋកេដាសនិងពេណាំងនៃប្រទេសម៉ាឡេស៊ីបច្ចុប្បន្នផងដែរប៉ុន្តែយ៉ាងណាមិនបានស្ថិតស្ថេរយូរអង្វែងនោះទេដោយសារក្រោយមកមានការបែកបាក់សាមគ្គីគ្នាក្នុងចំណោមមេដឹកនាំនិងស្ដេចត្រាញ់តាមតំបន់តូចទូយ៉ាងដូចជារដ្ឋឡាណាលួងព្រះបាងវៀងច័ន្ទសុធម្មវតីហង្សាវតីសុព័ន្ធបុរីនគរស្រីធម្មរាជរដ្ឋកេដាសនិងពេណាំងជាដើមនោះគឺបានព្យាយាមការពារឯករាជ្យរបស់ខ្លួនពីអំណាចខាងក្រៅផងដែរម្យ៉ាងវិញទៀតនៅអំឡុងឆ្នាំ1351រដ្ឋសៀមថ្មីមួយទៀតក៏បានបង្កើតឡើងនៅសុព័ន្ធបុរីនិងលុបបុរីដែលបានរើរាជធានីទៅកាន់អយុធ្យាវិញអយុធ្យានេះហើយគឺជាដៃគូប្រជែងដ៏ខ្លាំងក្លាបំផុតរបស់សុខោទ័យអ្វីត្បិតតែជារដ្ឋសៀមដូចគ្នាក៏ដោយយើងខ្ញុំនឹងបង្ហាញវីដេអូនៅក្រោយទៀតពាក់ព័ន្ធនឹងការបង្កើតរដ្ឋអយុធ្យាដំបូងបាទព្រះចៅរាមាកំហែងនៅពេលឡើងសោយរាជនៅឆ្នាំ1280នោះព្រះអង្គបានកោះហៅមន្ត្រីរាជការអ្នកប្រាជ្ញបណ្ឌិតដើម្បីពិភាក្សាពីការបង្កើតអក្សរថ្មីមួយសម្រាប់រដ្ឋរបស់ខ្លួនគូជំរាបថាតាំងពីដើមមកពុតៃនៅភាគខាងជើងនោះមានភាសាគ្រាន់តែសម្រាប់និយាយប្រចាំថ្ងៃក្នុងចំណោមជនធម្មតាប៉ុណ្ណោះចំពោះកិច្ចការរដ្ឋបាលសាសនាសេដ្ឋកិច្ចទំនាក់ទំនងជាមួយរាជការខ្មែរគឺត្រូវប្រើភាសាខ្មែរទាំងអស់ឯកសារសរសេរទៀតថាអក្សរដែលពុតៃខាងជើងប្រើប្រាស់ប្រចាំថ្ងៃនោះគឺរងឥទ្ធិពលពីអក្សរខ្មែរនៅលវបុរៈឬលវដែលជាមជ្ឈមណ្ឌលរណបដ៏សំខាន់មួយរបស់ខ្មែរនាភាគខាងលិចបាទដូចយើងបានបញ្ជាក់នៅវីដេអូមុនដូចនេះដែរបាទថាលវបុរៈឬលវដែលជាអតីតទ្វេរវតីនឹងគឺក៏ត្រូវបានកែប្រែពីតួអក្សរខ្មែរផងដែរហើយក៏បដូរសំឡេងទៅតាមសំនៀងភាសាតៃទាំងអស់លេខក៏ត្រូវបានកែប្រែរូបរាងបន្តិចពីភាសាខ្មែរក្នុងតួអក្សរតៃអក្សរទាបនិងអក្សរខ្ពស់មានកម្ពស់ស្មើគ្នាហើយអក្សរនិងស្រៈទាំងអស់ត្រូវសរសេរលើបន្ទាត់តែមួយពោលគឺមិនមានការធ្លាក់ជើងទៅក្រោមបន្ទាត់ដោយអក្សរខ្លះរបស់ខ្មែរនោះឡើយទោះយ៉ាងណាតួអក្សរតៃនេះមានការកែប្រែច្រើនដំណាក់កាលទៀតតួយ៉ាងក្នុងរជ្ជកាលព្រះចៅលឿថៃដែលជាស្ដេចសុខោទ័យមួយអង្គដែរនោះបានផ្លាស់ប្ដូររូបរាងរបស់ស្រៈខ្លះឲ្យនៅលើកំពូលព្យញ្ជនៈស្រៈខ្លះទៀតខ្ពស់ជាងព្យញ្ជនៈនិងមានបន្ថែមតួអក្សរ2-3ទៀតដែរក្រោយមកនៅក្នុងរជ្ជកាលព្រះចៅនរាយណ៍មហារាជឬដែលសៀមហៅប្រាក់ណារាយណ៍មហារាជមានការផ្លាស់ប្ដូររូបរាងតួអក្សរថែមទៀតដែលគេបានដឹងតាមរយៈសៀវភៅចិនកាលម៉ាលី
បាទសិភៅចិនកាលម៉ាលីនេះប្រសិនបើបងប្អូនបានទេសនាភាពយន្តថៃរឿងបុព្វេសន្និវាសនោះបាទប្រកាសជាបានស្គាល់ហើយនៅឪពុករបស់គុណដេតចៅពញារូបនេះហើយដែលបាននិពន្ធសរសេរសិភៅចិនកាលម៉ាលីបាទនៅក្នុងរជ្ជកាលព្រះចៅនរាយមហារាជឬប្រាក់នរាយមហារាជនោះបាទហើយក៏ទុកជាឯកសារសម្រាប់ឲ្យកូនចៅថៃរបស់គេនឹងរៀនសូត្រពីប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្នដែរបាទគឺមានការល្បីល្បាញមែនទែនចំពោះសៀវភៅចិនកាលម៉ាលីនេះបាទយើងបន្តទៀតដែរបាទមកដល់រជ្ជកាលព្រះចៅមង្គតរាមាទី4នាសម័យរតនកោសិន្ទ្រនេះទៀតក៏មានការបំបត្តិជើងព្យញ្ជនៈទាំងអស់ដោយលើកទៅលើស្មើនឹងព្យញ្ជនៈវិញដោយយើងឃើញនៅពេលបច្ចុប្បន្នគឺអក្សរថៃមិនមានជើងព្យញ្ជនៈដូចអក្សរខ្មែរមនភូមានោះឡើយបាទបងប្អូនអ្នកសិក្សាយើងបាទចំពោះវីដេអូពាក់ព័ន្ធនឹងការបំប្លែងអក្សរខ្មែរទៅជាអក្សរតៃអក្សរថៃនេះបាទគឺសូមបញ្ចប់ត្រឹមប៉ុណ្ណេះ